ក្រសួងទេសចរណែនាំឲ្យពលរដ្ឋខ្មែររក្សាតម្លៃផលិតផលនិងម្ហូបអាហារនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនៅក្នុងសេចក្តីណែនាំមួយរបស់ក្រសួងទេសចរបានចេញនៅថ្ងៃនេះជម្រាបទៅពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យរួមគ្នាពង្រឹងគុណភាពសេវាកម្មទេសចរនិងតម្លៃផលិតផលម្ហូបអាហាររួមទាំងការតុបតែងលម្អភ្លើងឲ្យមានភាពទាក់ទាញនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025ខាងមុខនេះយោងទៅតាមសេចក្តីណែនាំនេះបានបង្ហាញថាដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរឲ្យបានល្អស្របទៅតាមពាក្យស្លោកទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អក្រសួងសូមធ្វើការណែនាំទៅដល់ប្រតិបត្តិការទេសចរទាំងអស់ជ្រាបថាត្រូវផ្ដល់កិច្ចសហការល្អជាមួយនឹងអាជ្ញាធរដើម្បីធានាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរក្សាឲ្យបាននូវអនាម័យសោភ័ណភាពនៅតាមមូលដ្ឋានអាជីវកម្មរបស់លោកអ្នកត្រូវតែមានការតុបតែងលម្អអំពូលភ្លើងបំភ្លឺនិងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែកខាងក្រៅនិងផ្នែកខាងក្នុងទីតាំងអាជីវកម្មដើម្បីបង្ហាញអំពីវប្បធម៌ខ្មែរអត្តសញ្ញាណខ្មែរឬក៏អត្តសញ្ញាណសក្តានុពលខេត្តរបស់ខ្លួននិងត្រូវរៀបចំចំណតឲ្យបានគ្រប់គ្រាន់ជូនទៅដល់ភ្ញៀវដែលមកទទួលសេវាកម្មរបស់ខ្លួនមិនត្រូវបណ្តែតបណ្ដោយឲ្យមានការចតទៅចក្រយានយន្តនិងយានយន្តដោយគ្មានសណ្ដាប់ធ្នាប់លើផ្លូវសាធារណៈនោះឡើយត្រូវរក្សាអនាម័យបន្ទប់ទឹកដោយត្រូវដាក់វេនសម្អាតប្រចាំឲ្យបានញឹកញាប់និងមានសម្ភារៈគ្រប់គ្រាន់ដូចជាសាប៊ូលាងដៃក្រដាសជាដើមត្រូវតែមានការបែងចែករវាងបន្ទប់ទឹកប្រុសនិងស្រីឲ្យដាច់ពីគ្នា